ជម្រាបសួរអស់លោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរវិទ្យុទីក្រុងប្រមាណនៅក្នុងអំណានសភៅរឿងសុបិននិងការពិតភាគទី2របស់លោកវ៉ាន់ឌីកអ៊ុនកាលពីថ្ងៃមុនខ្ញុំអានដល់ត្រង់នេះបាទនៅថ្ងៃ11កុម្ភៈរដ្ឋាភិបាលនេះបានចូលរួមក្នុងអង្គប្រជុំមួយនៃបណ្ដាប្រទេសសមាជិកសមាគមអាស៊ាននៅទីក្រុងបាងកកប៉ុន្តែពីថ្ងៃបន្ទាប់មកទៀតនៅក្នុងស្រុកឯនោះវិញកងទ័ពវៀតណាមប្រមាណ 18,000 នាក់បានវាយលុកយកមូលដ្ឋានកងទ័ពរបស់ប៉ុល ពតនៅភ្នំម៉ាឡៃបាននៅដើមខែមីនាឆ្នាំ 1985 ដដែលនោះមូលដ្ឋានទ័ពរបស់រណសិរ្សរំដោះពលរដ្ឋខ្មែររបស់លោកស៊ិនសានក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃកងទ័ពវៀតណាមហើយបន្ទាប់មកនៅថ្ងៃ 8 មីនាមូលដ្ឋានទ័ពរបស់សម្ដេចនរោត្តមសីហនុនៅតាទុំក៏ត្រូវរបូតដដែលហើយតទៅទៀតគឺជាវគ្គស្ដីពីដំណើរឆ្ពោះទៅរកការចរចាសន្តិភាពនៅឆ្នាំ 1985 Cambodge 1985 vers les négociations de paixការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាមនិងកងទ័ពខ្មែរក្រហមព្រមទាំងកងទ័ពរបស់ក្រុមខ្មែរនានាឯទៀតដែលប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមនៅកម្ពុជាដែលបានចាប់ផ្ដើមតាំងពីឆ្នាំ 1979 មកជាសង្គ្រាមមួយដែលគ្មានច្រកចេញទាល់តែសោះព្រោះតាមការពិតទៅគឺជាសង្គ្រាមរវាងប្រទេសមហាអំណាចនៅថ្ងៃ 1 មីនាឆ្នាំ 1983 ប្រទេសចិនបានស្នើឲ្យប្រទេសវៀតណាមទទួលយកផែនការសន្តិភាពមួយដែលមានគោលការណ៍ 5 ចំណុច 1. ប្រទេសវៀតណាមត្រូវសន្យាថានឹងដកកងទ័ពរបស់គេចេញពីប្រទេសកម្ពុជាដោយឥតដាក់លក្ខខណ្ឌ 2. សហភាពសូវៀតត្រូវឈប់គាំទ្រការឈ្លានពានរបស់កងទ័ពវៀតណាមនៅលើទឹកដីខ្មែរ 3. បន្ទាប់ពីវៀតណាមដកកងទ័ពគេមួយចំនួនជាលើកដំបូងចេញពីប្រទេសកម្ពុជាចិននឹងសុខចិត្តធ្វើការចរចាជាមួយវៀតណាមក្នុងគោលដៅឈានទៅរកប្រក្រតីកម្មនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ 4. នៅពេលដែលវៀតណាមដកកងទ័ពរបស់គេចេញអស់ពីកម្ពុជាប្រទេសកម្ពុជាត្រូវដោះស្រាយបញ្ហាខ្លួនដោយខ្លួនឯងគឺជ្រើសរើសប្រព័ន្ធគ្រប់គ្រងសង្គមដោយខ្លួនឯងនិងជ្រើសរើសរដ្ឋាភិបាលដែលគេប្រាថ្នាចង់បាននិង 5. ប្រទេសចិននិងប្រទេសនានាឯទៀតនៅក្នុងតំបន់ត្រូវសន្យាថានឹងមិនចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេគឺត្រូវគោរពឯករាជ្យនិងអព្យាក្រឹតភាពនៃប្រទេសនេះព្រមទាំងលក្ខន្តិកៈនៃបណ្ដាប្រទេសមិនចូលបសម្ព័ន្ធផងទៀតទន្ទឹមនោះគេត្រូវធ្វើយ៉ាងណារៀបចំឲ្យមានការបោះឆ្នោតដោយសេរីក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិតាមរយៈផែនការសន្តិភាពរបស់ចិននេះគេសង្កេតឃើញថាចិនពុំបាននិយាយអំពីការដកកងទ័ពខ្មែរក្រហមផងទេដូច្នេះពេលដែលវៀតណាមដកកងទ័ពចេញទៅប៉ុល ពតនៅតែមានមុខនៅកម្ពុជាដដែលទៀតដោយសំអាងទៅលើហេតុការណ៍នេះទីក្រុងហាណូយក៏បានច្រានផែនការសន្តិភាពនោះចោលនៅពេលនោះសម្ដេចនរោត្តមសីហនុបានស្នើឲ្យដកអាវុធចេញពីក្រុមខ្មែរទាំង4ដោយដាក់កងទ័ពអង្គការសហប្រជាជាតិជាកម្លាំងរក្សាសន្តិភាពហើយបញ្ចប់សង្គ្រាមផ្ទៃក្នុងតែម្ដងសម្ដេចនរោត្តមសីហនុបានស្នើសុំឲ្យរាប់បញ្ចូលក្រុមលោកហេងសំរិនជាចំណែកមួយនៃអនាគតប្រទេសកម្ពុជាផងដែរសូមកត់សម្គាល់ថាកាលពីខែមករាឆ្នាំ 1985 ក្រោយអង្គប្រជុំមួយនៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង3នៃឥណ្ឌាចិន
លោកហ៊ុនសែនបានថ្លែងថាលោកត្រៀមលក្ខណៈជាស្រេចដើម្បីជួបសម្ដេចនរោត្តមសីហនុនិងលោកសឿនសាននៅក្នុងករណីដែលអ្នកនយោបាយខ្មែរទាំងពីររូបសុខចិត្តបោះបង់ខ្មែរក្រហមចោលនៅថ្ងៃ12មីនាឆ្នាំ1985ដដែលនោះគឺ3ខែបន្ទាប់ពីបានត្រូវតែងតាំងជានាយករដ្ឋមន្ត្រីលោកហ៊ុនសែនបានស្នើផែនការសន្តិភាពមួយដែលមានទាំងអស់6ខគឺ1រំសាយកងទ័ពខ្មែរក្រហមចោលទាំងអស់2លុះកងទ័ពខ្មែរក្រហមបានត្រូវរំសាយចោលអស់ហើយវៀតណាមនឹងដកកងទ័ពគេចេញពីប្រទេសកម្ពុជា3ការចាត់តាំងការបោះឆ្នោតដែលមានការត្រួតពិនិត្យ4សន្តិសហវិជ្ជមានរវាងប្រទេសអាស៊ីអាគ្នេយ៍នានាដែលមានប្រព័ន្ធសង្គមនិងនយោបាយខុសគ្នា5បញ្ឈប់រាល់ការជ្រៀតជ្រែកពីប្រទេសនានាដែលមានស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍6បង្កើតឲ្យមានការធានាអន្តរជាតិនិងការត្រួតពិនិត្យកិច្ចព្រមព្រៀងនានាមួយសប្តាហ៍បន្ទាប់មកគឺនៅថ្ងៃ2មេសារបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបង្កើតកម្មវិធីមួយសម្រាប់ទទួលយកអ្នកដែលបោះបង់ចោលជួររដ្ឋាភិបាលចម្រុះ JCKD នៅក្នុងពេលជាមួយគ្នានោះវៀតណាមបានប្រកាសដកកងទ័ពរបស់គេមួយភាគទៀតចំនួនប្រមាណ 15,000 នាក់ចេញពីកម្ពុជាជាលើកទី4មតិអន្តរជាតិពុំជឿថាវៀតណាមដកកងទ័ពរបស់គេទេតាមការពិតប្រតិបត្តិការសឹកនៃកងទ័ពវៀតណាមដែលបានចាប់ផ្ដើមពីថ្ងៃទី18វិច្ឆិកាឆ្នាំ1984មកទល់នឹងខែមេសាឆ្នាំ1985បានកំទេចកងទ័ពរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាពិសេសកងទ័ពខ្មែរក្រហមយ៉ាងដំណំទៅហើយនៅថ្ងៃ23មេសាឆ្នាំ1985នោះសម្ដេចនរោត្តមសីហនុបានសុំលាលែងពីភារកិច្ចប្រធានរដ្ឋាភិបាលចម្រុះប៉ុន្តែ2ថ្ងៃក្រោយមកព្រះអង្គបានសុំដកពាក្យលាលែងនោះវិញសូមរំលឹកឡើងវិញថាក្រុមខ្មែរទាំង4មានជាអាត1ក្រុមខ្មែរក្រហមដឹកនាំដោយប៉ុលពត2ក្រុមរាជានិយមហ្វុងស៊ិនប៉ិចដឹកនាំដោយព្រះអង្គម្ចាស់នរោត្តមរណរដ្ឋរាជបុត្ររបស់សម្ដេចនរោត្តមសីហនុ3ក្រុមអ្នកប្រជាធិបតេយ្យនៃរណសិរ្សជាតិរំដោះពលរដ្ឋខ្មែរដឹកនាំដោយលោកសឿនសាននិង4ក្រុមលោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាពលគឺរបបហេងសំរិនគ្រប់គ្រងដោយវៀតណាមនិងសហភាពសូវៀតក្រុមទី1ទី2និងទី3រួមគ្នាជារដ្ឋាភិបាលចម្រុះមួយគឺរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ JCKD គ្រប់គ្រងដោយប្រទេសចិននិងបណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងបច្ចិមលោករូបភាពមួយទៀតនៃសង្គ្រាម La guerre par d'autres moyens ជំពូកទី9ខៀបលេតូប្រទេសកម្ពុជាស្ថិតនៅត្រង់ចំណុចភូមិសាស្ត្រនយោបាយមួយដ៏ក្តៅកាលពីសម័យសង្គ្រាមរវាងវៀតណាមនិងសហរដ្ឋអាមេរិកស្រុកខ្មែរត្រូវទប់ទល់នឹងបណ្ដាប្រទេសអាស៊ានដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហើយត្រូវប្រឈមមុខនឹងប្រទេសវៀតណាមកុម្មុយនីសដែលជាសម្ព័ន្ធមិត្តរបស់ចិននិងសហភាពសូវៀតនៅសម័យសាធារណរដ្ឋខ្មែរប្រទេសកម្ពុជាត្រូវទប់ទល់នឹងការវាយប្រហារពីសំណាក់ពួកយួនកុម្មុយនីសដែលមានជំនួយពីប្រទេសចិនប្រជាមានិតកាលនោះគោលដៅរួមនៃប្រទេសទាំងពីរនេះគឺបំបត្តិវត្តមានបច្ចិមប្រទេសឲ្យអស់ពីតំបន់ពេលប៉ុលពតឡើងមកកាន់អំណាចនៅឆ្នាំ1975ចិនប្រជាមានិតមានជំហរភូមិសាស្ត្រនយោបាយមួយនៅឥណ្ឌូចិនជាហេតុធ្វើឲ្យវៀតណាមមានសុខចិត្តនិងមានការបារម្ភយ៉ាងខ្លាំងខ្លាចទីក្រុងប៉េកាំងជំរុញឲ្យខ្មែរក្រហមវាយប្រទេសវៀតណាមនៅចំពោះមុខស្ថានភាពនេះទីក្រុងហាណូយបានហៅឲ្យសហភាពសូវៀតមកជួយវាយរំលំរបបប៉ុលពតនៅថ្ងៃ7មករាឆ្នាំ1979កងទ័ពយួនកុម្មុយនីសបានវាយលុកប្រទេសកម្ពុជាហើយវាយរំលំរបបខ្មែរក្រហមដឹកនាំដោយប៉ុលពតទាំងវត្តមានរបស់ចិនទាំងវត្តមានរបស់វៀតណាមនៅកម្ពុជាបានត្រូវសហគមន៍អន្តរជាតិចាត់ទុកថា
ជាការបាត់តុល្យភាពភូមិសាស្ត្រនយោបាយក្នុងតំបន់បណ្ដាប្រទេសអាស៊ានមានការបារម្ភយ៉ាងខ្លាំងខ្លាចវៀតណាមនិងសូវៀតចូលមកដល់ប្រទេសរបស់ពួកគេដែលមិនប្រកាន់មនោគមវិជ្ជាកុម្មុយនីសមានប្រទេសខ្លះនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅអាស៊ានបែរជាយល់ថាចិនក៏ជាការគំរាមកំហែងចំពោះប្រទេសគេដែរទោះជាយ៉ាងនេះក្តីគេត្រូវតែគាំទ្រចិននិងសហរដ្ឋអាមេរិកដែលនាំគ្នាពង្រឹងកម្លាំងខ្មែរក្រហមដឹកនាំដោយប៉ុល ពតឡើងវិញដើម្បីដេញកងទ័ពវៀតណាមចេញពីស្រុកខ្មែរនៅចុងទសវត្សរ៍ឆ្នាំ1980សហភាពសូវៀតដែលមានវិបត្តិយ៉ាងធំក៏រលំរលាយបាត់ទៅទីក្រុងមូស្គូត្រូវបង្ខំចិត្តបដូរនយោបាយក្រៅប្រទេសគឺជានីជាមួយចិនវិញដើម្បីបញ្ចប់សង្គ្រាមនេះចិននិងយួនក៏ឈប់ប្រយុទ្ធហើយអង្គការសហប្រជាជាតិក៏បានសម្រេចធ្វើអន្តរាគមន៍នៅកម្ពុជានៅឆ្នាំ1992តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីនៅថ្ងៃ23តុលាឆ្នាំ1991ប្រទេសកម្ពុជាបានរំដោះខ្លួនចេញពីសង្គ្រាមដោយសារអន្តរាគមន៍អន្តរជាតិនេះប្រទេសកម្ពុជាបានឃើញពន្លឺសន្តិភាពឡើងវិញប្រទេសវៀតណាមដែលបាត់បង្អែកមួយដ៏ធំក៏គ្មានជម្រើសអ្វីទៀតក្រៅពីការដកកងទ័ពចេញពីស្រុកខ្មែរឡើយតាមការពិតសង្គ្រាមយោធាត្រូវបញ្ចប់មែនប៉ុន្តែសង្គ្រាមមួយទៀតបានចាប់ផ្ដើមតាមរូបភាពផ្សេងគឺការប្រយុទ្ធនយោបាយមួយប្រកបដោយពុះពុលរវាងអ្នកដឹកនាំខ្មែរដែលមានចិនជាបង្អែកនិងអ្នកដឹកនាំខ្មែរដែលមានយួនជាអ្នកកាន់ខ្សែញាក់លោកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំសូមផ្អាកអំណានសភៅរឿងសុបិននឹងការពិតភាគទី2របស់លោកវ៉ាន់ឌីកអ៊ុនតែប៉ុណ្ណេះសិនថ្ងៃក្រោយខ្ញុំនឹងបន្តលើកយកស្ដីពីការបង្កើតអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាប្រណិតយកមកអានជូនស្ដាប់សម្រាប់ថ្ងៃនេះខ្ញុំសានវិទ្យាសូមអរគុណលោកនាងដែលតាមស្ដាប់និងជម្រាបលាបាទ